ពុជាមានព័ត៌មានបែកធ្លាយចេញមកថាកម្ពុជាមានយន្តហោះចម្បាំងដែលបានទិញពីចិនចំនួន6គ្រឿងមានតម្លៃសរុប$51 លានតាមការស្រាវជ្រាវរបស់ខ្ញុំកម្ពុជាគ្មានយន្តហោះចម្បាំងថ្មីទេក៏ប៉ុន្តែព័ត៌មានដែលបានទទួលថ្ងៃនេះថាកម្ពុជាធ្លាប់បានទិញយន្តហោះចម្បាំង6គ្រឿងពីប្រទេសចិននៅក្នុងឆ្នាំ2020ហើយចិនបានបញ្ជូនឲ្យស្រេច6គ្រឿងនៅឆ្នាំ2023ប្រភេទយន្តហោះនោះគឺជាប្រភេទយន្តហោះ FCT 2000 G ដែលប្រទេសមីយ៉ាន់ម៉ាប្រើប្រាស់ណាដែលប្រទេសមីយ៉ាន់ម៉ាប្រើប្រាស់ជាយន្តហោះប្រតិកម្មធន់ស្រាលក៏ប៉ុន្តែមានរូបរាងមិនចាញ់យន្តហោះ T50 ដែលផលិតដោយកូរ៉េខាងត្បូងជា design របស់អាមេរិកាំងនោះទេមូលហេតុដែលយើងមិនឃើញយន្តហោះនេះហោះមិនដឹងថាមានធុរៈអ្វីតាមការស្រាវជ្រាវរបស់ខ្ញុំពីកងទ័ពអាកាសកម្ពុជាមុននេះខ្ញុំរកមិនឃើញថាកងទ័ពអាកាសកម្ពុជាមានយន្តហោះប្រយុទ្ធថ្មីលើសពីយន្តហោះដែលមានចាស់ហើយនោះទេជាទួលសេចក្តីខ្ញុំលើកយកមកអធិប្បាយអំពីកងទ័ពអាកាសកម្ពុជាកងទ័ពអាកាសកម្ពុជាគឺជាកងទ័ពផ្នែកជាកងទ័ពផ្នែកដែលមិនមែនជាកងទ័ពធំឯករាជ្យនៅក្នុងកងទ័ព3ប្រភេទនៃកងទ័ពលោកហ៊ុនសែនទេគឺជាកងទ័ពដែលជាកងទ័ពផ្នែកអាកាសហ្នឹងគឺជាកងទ័ពដែលជាកងទ័ពដែលមិនចែកដាច់ជាឯករាជ្យពីកងទ័ពទាំងមូលទេមិនរៀបចំជាអង្គការកងទ័ពដាច់ច្បាស់លាស់ដូចកងទ័ពនៃប្រទេសលោកសេរីទេខ្ញុំចេះតែតាមមើលកងទ័ពអាកាសកម្ពុជាហ្នឹងខ្ញុំក៏មិនឃើញមានអ្វីច្រើនទេហើយការតាំងពិព័រណ៍យន្តហោះដែលធ្វើឡើងនៅឯពោធិ៍ចិនតុងក៏មិនឃើញថាមានយន្តហោះអ្វីច្រើនដែរតាមអ្វីដែលខ្ញុំរកឃើញតាក់ទងអំពីកងទ័ពអាកាសកម្ពុជាគឺមានមុខងារជាកងទ័ពដឹកជញ្ជូនជាងដែលតាក់ទងពីការដឹកជញ្ជូនទាហានភស្តុភារឬក៏ដឹកជញ្ជូនអិសរាជជនសំខាន់នៅក្នុងរដ្ឋាភិបាលបន្តមកទៀតកងទ័ពនេះអាចមានឧបករណ៍ខ្លះសម្រាប់ប្រើស៊ើបអង្កេតតាមព្រំដែននិងសម្រាប់កិច្ចការសន្តិសុខផ្ទៃក្នុងហើយនឹងមានមុខងារផ្នែកខាងសង្គ្រោះជាដើមគឺប្រើឧទ្ធម្ភាគចក្រចំណែកក្រៅពីនោះគឺមានការវឹកហាត់មានការហាត់ហោះហាត់អីតែប៉ុណ្ណឹងចំណែកឯរ៉ាដាហើយនឹងប្រព័ន្ធ interception ខ្ញុំរកឃើញថាកងទ័ពអាកាសកម្ពុជាមិនមានសមត្ថភាពខាង interception ទេកម្ពុជាក៏គ្មានសមត្ថភាពក្នុងការប្រយុទ្ធផ្លូវអាកាសដែរនេះដែលខ្ញុំរកឃើញវាផ្ទុយពីអ្វីដែលបែកធ្លាយពីប្រភពចិនមកថាកម្ពុជាមានទិញយន្តហោះ6គ្រឿងប្រភេទFCT 2000G ពីប្រទេសចិនដែលបានទទួលនៅយន្តហោះ6គ្រឿងនៅក្នុងឆ្នាំ2023យន្តហោះដែលកម្ពុជាមានណាយន្តហោះដែលកម្ពុជាមាន
ដែលកម្ពុជាទទួលថាមានគឺខ្ញុំរកឃើញតែយន្តហោះ Y12 ដែលជាយន្តហោះដឹកជញ្ជូនធុនស្រាលទិញពីចិនយន្តហោះ MA60 ជាយន្តហោះដឹកជញ្ជូនធុនកណ្ដាលទិញពីចិនដែរយន្តហោះ AN24 និង AN26 របស់រុស្ស៊ីចាស់ខ្លាំងទៅហើយនិងយន្តហោះសម្រាប់រៀនបើកបរក្រៅពីហ្នឹងមានឧទ្ធម្ភាគចក្រមានប្រភេទ MI17 និង MI8 សម្រាប់សង្គ្រោះនិងដឹកជញ្ជូនក្រៅពីហ្នឹងកងទ័ពអាកាសកម្ពុជាដូចជាគ្មានអ្វីធំដុំទេចំណែកឯសមត្ថភាពក្នុងការការពារដែនអាកាសគឺកម្ពុជាមានកំណត់រីឯអ្វីដែលកម្ពុជាមាននោះផ្នែកខាងរ៉ាដាកម្ពុជាមានប៉ុន្តែទំហំនៃការក្រវេសរ៉ាដាមិនដឹងថាមានទំហំប៉ុន្មានទេនេះគឺជាអ្វីដែលខ្ញុំចិត្តរកទៅឃើញថាប៉ុណ្ណឹងនេះគឺជាអ្វីដែលនិយាយអំពីកងអាកាសរបស់កម្ពុជាស្រាប់តែថ្ងៃនេះហ្នឹងគឺឃើញតាក់ទងនឹងយន្តហោះចិនប្រភេទ FT 2000G ឬក៏គេហៅថា JL9 ដែលយន្តហោះនេះខ្ញុំស្រាវជ្រាវរកថាតើទិញឬមិនទិញនោះខ្ញុំរកអត់ឃើញវិក័យប័ត្រនឹងការផ្ទេរទំនិញទេតែខាងចិនគេថាកម្ពុជាទិញនៅឆ្នាំ2020ហើយបានទទួលយន្តហោះនោះ6គ្រឿងតម្លៃ51លាននៅឆ្នាំ2023តាមរយៈChina Daily បាននិយាយថាចិនក្រុមនៅក្រុមហ៊ុនចិនមួយឈ្មោះហៅថា AVIC AVIC គួយចៅបានចុះហត្ថលេខាលក់យន្តហោះប្រភេទ FTC 2000G ទៅកាន់ប្រទេសមួយអត់មានឈ្មោះទេហើយនឹងចាប់ផ្ដើមបញ្ជូនយន្តហោះទៅឲ្យប្រទេសហ្នឹងពីឆ្នាំ21ដល់ឆ្នាំ23នេះគឺតាមរបាយការណ៍របស់ China Daily នៅឆ្នាំ2020មានចចាមរាមថាកម្ពុជាទិញយន្តហោះប្រភេទនេះពីចិនណាតាមប្រភព Army Recognition បាននិយាយថាកម្ពុជាបានទិញយន្តហោះប្រភេទនេះពីចិននៅឆ្នាំ2020ក៏ប៉ុន្តែអត់ឃើញមានប្រភពព័ត៌មានណានិយាយរឿងហ្នឹងទេដល់ក្រោយមកគេឃើញយន្តហោះប្រភេទ FTG 2000G នេះប្រើដោយកងអាកាសមីយ៉ាន់ម៉ាតែគេដូចជាមិនដែលមានឃើញកងទ័ពអាកាសកម្ពុជាប្រើយន្តហោះFTC 2000G នេះទេនេះគឺជាអ្វីដែលខ្ញុំស្វែងយល់ណាប្រហែលជាអាចកម្ពុជាទិញយន្តហោះប្រភេទនេះប៉ុន្តែជាប្រភេទដែលអត់បំពាក់អាវុធណាជាគឺថាប្រហែលជាទិញយន្តហោះហ្នឹងឬមិនបំពាក់អាវុធសម្រាប់មកធ្វើ training សម្រាប់មកវឹកហាត់អីខ្ញុំមិនដឹងទេណាបាទអាហ្នឹងអាចពីព្រោះប្រភេទយន្តហោះហ្នឹងក៏មិនដឹងថាគេយកមកប្រើអីបានខ្លះទេនេះគឺចំណុចមួយមកដល់ថ្ងៃនេះប្រភពព័ត៌មានចិនដែលគេកាន់ជើងថៃគេថាកម្ពុជាមានយន្តហោះប្រភេទ FCT ចំនួនFTC ចំនួនFTC 2000G ចំនួន6គ្រឿងតែយន្តហោះហ្នឹងมันអាចហោះហើរបានមកប្រឈមជាមួយនឹងយន្តហោះចម្បាំងរបស់ថៃទេ
យន្តហោះប្រភេទ FTC 2000G ជាយន្តហោះកៅអី2តែបើយន្តហោះកៅអី2យន្តហោះនឹងអាចសម្រាប់ការរៀនបើកផងដែរណាអាចកម្ពុជាទិញយកមករៀនបើកណាអាចទិញយកមករៀនបើកហើយអត់មានបំពាក់អាវុធអ្វីទេដឹងអាហ្នឹងគ្រាន់តែស្មានទេណាបាទអាចបំពាក់អាវុធអ្វីទេដឹងគឺថាអាចអត់មានបំពាក់អាវុធណាអាចទិញយកមក training ប៉ុន្តែ6គ្រឿងណាតើការដែលបែកធ្លាយព័ត៌មានតាក់ទងអំពីកម្ពុជាមានយន្តហោះFTC 2000G 6គ្រឿងទទួលបាននៅឆ្នាំ2023នោះយ៉ាងណានឹងខ្ញុំមិនអាចពន្យល់បានទេបាទខ្ញុំមិនអាចពន្យល់បានទេគឺនិយាយតាមព័ត៌មានណានិយាយតាមព័ត៌មានណាតាមប្រភពមួយទៀតហៅថា Defense Mirror បាននិយាយថាកងទ័ពកម្ពុជាមានកងទ័ពអាកាសកម្ពុជាមានយន្តហោះនឹងតែតាមប្រភពព័ត៌មានមួយទៀត ASEAN Defense News ក៏និយាយថាយន្តហោះនេះចំនួន6គ្រឿងបានផ្ដល់ឲ្យកម្ពុជាតែប្រភពដទៃទៀតអត់ទាន់មាននិយាយទេកម្ពុជាខ្លួនឯងក៏ដូចជាមិនដែលបានបង្ហាញនៅយន្តហោះនេះដែរមិនអាចបានបង្ហាញនៅយន្តហោះនេះដែរអត់ឃើញទេណាបើយោងទៅតាម military data show គេដឹងថាយន្តហោះប្រភេទនេះបានត្រូវបញ្ជូនឲ្យទៅប្រទេសមីយ៉ាន់ម៉ាក៏ប៉ុន្តែគេអត់និយាយថាធ្លាប់បានបញ្ជូនយន្តហោះប្រភេទនេះទៅកម្ពុជាទេយោងទៅតាមប្រភពthe military balance James Stephen និង IISS អត់មានបង្ហាញយន្តហោះប្រភេទ FTC 2000G នេះថាកម្ពុជាទទួលបានទេអញ្ចឹងព័ត៌មានវាចម្រុះគ្នាណាបងប្អូនព័ត៌មានវាចម្រុះគ្នាឥឡូវចូលទៅដល់យន្តហោះហ្នឹងតើយន្តហោះហ្នឹងជាយន្តហោះប្រភេទណាយន្តហោះហ្នឹងជាយន្តហោះប្រភេទសម្រាប់រៀនបើកបរហើយនឹងអាចធ្វើការប្រយុទ្ធបានដែលគេចាត់ទុកថាជាយន្តហោះប្រយុទ្ធធុនស្រាលនេះតាមប្រភព Air Force Technology មនុស្សអាចជិះបាន2នាក់គឺអ្នកជិះជាគ្រូបង្វឹកនិង pilot នេះតាម Air Force Technology ប្រវែងយន្តហោះហ្នឹងវាជាង15ម៉ែត្រពីទទឹងស្លាបមួយទៅទទឹងស្លាបមួយវាប្រមាណ7-10ម៉ែត្រកម្ពស់របស់វា7-5ម៉ែត្រទម្ងន់ដែលវាហោះឡើងតាមរយៈ Global Times គឺ11000 គីឡូក្រាមម៉ាស៊ីនយន្តហោះគឺជាយន្តហោះប្រភេទម៉ាស៊ីនមួយដែលផលិតដោយក្រុមហ៊ុនគួយចៅលីយ៉ាងគឺផលិតដោយក្រុមគួយចៅលីយ៉ាងជាប្រភេទយន្តហោះជាប្រភេទម៉ាស៊ីនយន្តហោះ WP-13FC after burning turbojet engine នេះតាមប្រភពព័ត៌មានចេញពី Global Security ល្បឿនរបស់វាគឺមានល្បឿនប្រមាណជា1470គីឡូម៉ែត្រក្នុង1ម៉ោងលឿនគួរសមចម្ងាយដែលវាអាចហោះហើរបានគឺចាប់ពី650គីឡូម៉ែត្រឡើងទៅពឹងទៅលើការប្រើធុងប្រេងបន្ថែមឬក៏អត់មានបន្ថែមសមត្ថភាពក្នុងការប្រយុទ្ធវាអាចប្រយុទ្ធបានពីវាឡើងលើអាកាសប្រយុទ្ធបានប្រហែលជា2ទៅ3ម៉ោងចំណែកអាវុធរបស់វាគឺដាក់នៅខាងក្រៅ